អំពីប្រាសាទព្រះវិហារប្រាសាទព្រះវិហារស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជានៅក្នុងភូមិសាស្ត្រឃុំស្រអែមស្រុកជាំខ្សាននៃខេត្តព្រះវិហារប្រាសាទដ៏ចំណាស់មួយដែលមានអាយុកាលជាង 1000 ឆ្នាំកំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើកំពូលភ្នំដងរែកនៃខេត្តព្រះវិហារនាំឲ្យមនុស្សម្នាកោតស្ញប់ស្ញែងចាត់ទុកជាទីសក្ការៈនិងស្គាល់ច្បាស់ថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់ជំនាន់កាលពីសម័យអង្គរប្រាសាទព្រះវិហារគឺមានឈ្មោះដើមថាស្រីសិក្ខាគិរីស្វារៈមានន័យថាម្ចាស់នៃកំពូលភ្នំហើយក៏ជាឈ្មោះលឹងថ្មព្រះឥសូរដែលស្ដេចជំនាន់មុនយកទៅតម្កល់នៅលើភ្នំនេះទឹកពិសាប្រូណេត We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេលតាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៃគ្រិស្តសករាជឆ្នាំ889ធ្វើឡើងអំពីថ្មភក់នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែកដែលកាលនោះគឺស្ថិតនៅចំកណ្ដាលនៃអតីតទឹកដីមហានគរខ្មែរដែលបច្ចុប្បន្នគឺស្ថិតនៅក្នុងទឹកដីនៃខេត្តព្រះវិហារជាប់ខេត្តស៊ីសាកេតរបស់ប្រទេសថៃប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រសាងសង់នៅក្នុងអំឡុងចុងសតវត្សទី9បញ្ចប់នៅដើមសតវត្សទី12ក្រោមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2នៃសម័យមហានគរដើម្បីឧទ្ទិសដល់ព្រះឥសូរដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនាប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសារពីសំណាក់ប្រទេសថៃហើយចំនួនរវាងថៃនិងកម្ពុជាចាប់ផ្ដើមផ្ទុះឡើងខ្លាំងនៅក្នុងឆ្នាំ1954បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងថៃក៏បានបញ្ជូនកងទ័ពប្រដាប់អាវុធចូលមកកាន់ប្រាសាទព្រះវិហារទាំងគគ្លឿនរដ្ឋាភិបាលកម្ពុជានាពេលនោះដែលមានព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាប្រមុខរដ្ឋបានដឹកនាំកម្ពុជាបើកដំណើរការទាមទារកម្មសិទ្ធិតាមរយៈការទូតជាមួយថៃប៉ុន្តែត្រូវបរាជ័យនាំឲ្យកម្ពុជាងាកទៅរកយន្តការតុលាការវិញម្ដងដោយបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេនៅថ្ងៃទី6ខែតុលាឆ្នាំ1959ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យភាពដែនដីប្រាសាទព្រះវិហារមកឲ្យកម្ពុជានិងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនចេញពីតំបន់ប្រាសាទនៅថ្ងៃទី8ខែធ្នូឆ្នាំ1959សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់រីឯភាគីថៃវិញបានបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជាទៅវិញសវនកម្មជាសាធារណៈដើម្បីជំនុំជម្រះលើបណ្ដឹងជំទាស់របស់ភាគីថៃត្រូវបានបើកធ្វើឡើងចាប់ពីថ្ងៃទី10រហូតដល់ថ្ងៃទី15ខែមេសាឆ្នាំ1960ហើយនៅថ្ងៃទី26ខែឧសភាឆ្នាំ1961តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានច្រានចោលបណ្ដឹងជំទាស់របស់ភាគីថៃដោយប្រកាសជាសាធារណៈថាតុលាការមានសមត្ថកិច្ចពេញលេញនៅក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជាតាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី1ដែលបានធ្វើឡើងរវាងបារាំងសៀមនៅក្នុងសន្ធិសញ្ញាឆ្នាំ1904បង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដដោយថ្ងៃទី15ខែមិថុនាឆ្នាំ1962ប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិក្រុងឡាអេសម្រេចសាលក្រមប្រគល់ឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្តីរឿងវិវាទកម្ពុជាថៃប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមួយនេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី32របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នាថ្ងៃទី7ខែកក្កដាឆ្នាំ2008ធ្វើឡើងនៅក្នុងទីក្រុងកេបិចប្រទេសកាណាដាវិវាទព្រំដែនកម្ពុជាថៃនៅតំបន់ប្រាសាទព្រះវិហារចាប់ផ្ដើមផ្ទុះឡើងជាថ្មីម្ដងទៀតអំឡុងខែមិថុនាឆ្នាំ2008ជាពេលដែលប្រាសាទព្រះវិហារស្ថិតនៅក្នុងការពិចារណាដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយនៅថ្ងៃទី15ខែកក្កដាឆ្នាំ2008ថៃបានបញ្ជូនទាហានរបស់ខ្លួនមកឈរជើងនៅក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈក្បែរតំបន់ប្រាសាទព្រះវិហារចម្ងាយប្រមាណ300ម៉ែត្រពីទឹកដីកម្ពុជាវិវាទនេះបានបង្កឲ្យមានការប៉ះទង្គិចផ្នែកយោធារវាងប្រទេសទាំងពីរនិងបង្កជាក្តីក្តាំងជាថ្មីនៅលើតុលាការអន្តរជាតិ ICJ រហូតដល់ខែធ្នូឆ្នាំ2011កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីដកកងទ័ពចេញពីតំបន់ជម្លោះនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការ ICJ បានប្រកាសនៅក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ1962របស់តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឲ្យមកកម្ពុជាហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ពប៉ូលីសឬឆ្មាំថៃដែលឈរជើងនៅក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌទឹកពិសាប្រូណេត We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល